កសិករស៊ូទូចនិងភរិយានៅឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំប្រើប្រាស់កត្តាអំណោយផលពីដីដែលមានជីវជាតិសម្រាប់ដំណាំកៅស៊ូស្រាប់និងកន្លឹះបន្ថែមដើមទុនពង្រីកមុខរបរដំណាំចម្ការកៅស៊ូឲ្យកាន់តែមានភាពជោគជ័យការបដិញ្ញាចិត្តនិងភាពឆ្លាតវៃរបស់លោកស៊ូទូចនិងភរិយាគឺជាឧទាហរណ៍នៃភាពរីកចម្រើនរបស់ប្រជាកសិករខ្មែរនៅពេលដែលពួកគាត់មានការប្រឹងប្រែងការគ្រប់គ្រងនិងដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ញុំស៊ូទូចនៅឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំខ្ញុំមានចំការតរេនចំការកៅស៊ូដីប្រហែលជាយើងវាយថា6ហិកតាចុះកូនចៅខ្ញុំ4នាក់ត្បិតតែការងារកសិកម្មតម្រូវឲ្យចំណាយកម្លាំងមើលថែទាំច្រើនតែសុទ្ធតែនិយមលើវិស័យកៅស៊ូនិងទីផ្សារដ៏នឹងណូបានផ្ដល់ក្តីសង្ឃឹមឲ្យពួកគាត់បន្តបោះជំហានទៅមុខកៅស៊ូឆ្នាំហ្នឹងវានឹងមួយឆ្នាំហ្នឹងវាអត់មានចុះទេប៉ុណ្ណឹងគ្រប់គ្រាន់ណាលោកគ្រូមិនបាច់ថាឡើងជាងហ្នឹងបានតែប៉ុណ្ណឹងក៏ល្អដែរមិនបាច់ថាឡើងហើយក៏មិនបាច់ចុះឲ្យនឹងប៉ុណ្ណឹងល្អហ្មងប្រជាពលរដ្ឋនឹងនួល្អទូធាកំបើជាងមុន2ឆ្នាំមុននេះអត់ទាន់មានដំណាំអស់ហ្នឹងខ្ញុំពិបាកដល់ពេលទៅខ្ញុំមានដំណាំអស់ហ្នឹងឡើងកើតមកយ៉ាងទៅដើម្បីធានាការថែទាំចំការកៅស៊ូឲ្យទាន់រដូវកាលនិងចាប់យកឱកាសពង្រីកដីធ្លីពួកគាត់បានពឹងផ្អែកលើ LOLC ជាដៃគូហិរញ្ញវត្ថុដែលផ្ដល់ទុនបង្វិលតាមរយៈកម្ចីតាមរដូវកាលខ្ញុំកម្ចីយកមកធ្វើដូចជាធ្វើចំការដែរធ្វើចំការបាញ់ស្មៅអុកបាញ់ថ្នាំកាត់ស្មៅកាត់អីហ្នឹងខ្ចីលុយអស់ហ្នឹងមកប្រើប្រាស់អស់ហ្នឹងថែទាំវាវិញ OLC ហ្នឹងជួយបានកុំអីបានមកពីណាបើយើងគ្មាន OLC យើងក៏គ្មានបានអីដែរចំពោះលោកស៊ូទូចភាពជោគជ័យរបស់គ្រួសារលោកគឺបានមកពីវិន័យហិរញ្ញវត្ថុដ៏មុតមាំលោកស៊ូទូចនិងភរិយាបានបង្ហាញថានៅពេលប្រើប្រាស់ឥណទានចំគោលដៅក្រុមគ្រួសាររបស់ពួកគាត់ទទួលបានភាពរីកចម្រើនក្នុងអាជីវកម្មនិងជីវភាពគ្រួសារ